មុខម្ហូបមួយយ៉ាងដែលគេឲ្យឈ្មោះថាថ្មដាសម្រាញ់រិទ្ធឥឡូវបងប្អូនតាមមកមើលការរបៀបធ្វើជាមួយនឹងខ្ញុំទាំងអស់គ្នាបន្ទាប់ពីយើងទៅរកអស់កក្រឹកកក្រែងជា3 4ម៉ោងមកហើយហើយនិយាយបានថាគឺជាមុខម្ហូបអភិជនតែម្ដងព្រោះមានលុយក៏យើងចង់ញ៉ាំក៏មិនអាចញ៉ាំបានដែរនៅនេះហ៎អ្នកចូលចិត្តទើបយល់អារម្មណ៍ថាឃ្លានបែបណាអូគ្រាន់តែឃើញរូបក៏ហៀទឹកមាត់ដែរឥឡូវតាមមកមើលការធ្វើជាមួយខ្ញុំទាំងអស់គ្នាបន្ទាប់មកយើងមកដុសខាត់វាឲ្យស្អាតដុសក្អែលវាឲ្យស្អាតតែម្ដងដើម្បីធានាថាលាយើងគឺស្អាតមានអនាម័យស្រស់តែម្ដងគឺស្អាតភ្លឹងតែម្ដងលាងរហូតដល់ទឹកសអញ្ចឹងបន្ទាប់មកក៏យើងដាក់ត្រាំជាមួយម្សៅអង្ករបងប្អូនមានទឹកអង្ករក៏បានឬក៏មានម្ទេសក៏បានទៅតាមអ្វីដែលបងប្អូនមានដាក់ទៅយើងអាចត្រាំវារយៈទុកចោលរយៈពេល1ម៉ោងទៅ2ម៉ោងទៅដើម្បីឲ្យវាចាប់យកជាតិកខ្វក់ហ្នឹងចេញពីក្នុងលីសហ្នឹងឲ្យកាន់តែអស់យើងកូវិតរហូតតែទឹកមានអារម្មណ៍ថាវាចាប់ផ្ដើមអស់ដីមែនទែនយើងចាប់ផ្ដើមអាចសម្អាតលាងទឹកជាមួយនឹងទឹកស្អាតម្សាទៀតបានតមកទៀតយើងស្រោះក៏បានយើងប្រឡាក់ជាមួយនឹងអំបិលម្ទេសយើងទៅត្មងក៏បានដែរបងប្អូនតាមចំណង់ចំណូលចិត្តដែលបងប្អូនចង់ទៅយើងលាយមកសំល្មមដែលឆ្ងាញ់មកបងប្អូនមកតមកក៏បានយករៀបដាក់ចូលជាមួយថាដើម្បីយកទៅហាថ្ងៃព្រោះថ្ងៃនៅខាងខ្ញុំនេះថ្ងៃខ្លាំងមែនទែនហ្មងហាតែ2ម៉ោងអីគឺអាចញ៉ាំបានតែម្ដងអូយគ្រាន់តែមើលគឺហៀទឹកមាត់ប្រាបងប្អូនអើយអ្នកយល់អារម្មណ៍ឃ្លានលៀបអត់ដឹងថាវាឆ្ងាញ់ប៉ុណ្ណាជាតិហ្មងមុខម្ហូបនេះចង់យកសាច់គោម៉ាដូក៏ខ្ញុំម៉ាដូដែរបងប្អូនព្រោះវាគឺជាម្ហូបមួយដែលកម្ររើបានមែនតែម្ដងហើយអូយអ្នកយល់អារម្មណ៍ថាឃ្លានមិនដឹងថាឆ្ងាញ់ប៉ុណ្ណាឥឡូវលៀបរបស់ខ្ញុំបានឆ្អិនល្មមតែម្ដងបងប្អូនអូយឡើងជាតិសន្លប់ហ្មងវាសិតតែទឹកដោយសារយើងទើបធ្វើថ្មីចេះវាទឹកណែនោះខ្ទិះតែម្ដងឆ្ងាញ់មែនតែហ្មងអ្នកមើលហើយប្រយ័ត្នហុយទឹកមាត់ណាជួទឹកមាត់ផងសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ